Channel នេះទៀនសូមជូនរឿងប្រវត្តិអ្នកតាឃ្លាំងមើងក្នុងអតីតកាលកន្លងទៅក្នុងរាជព្រះចន្ទរាជាស្ដេចគង់នៅបន្ទាយលង្វែកគ្រិស្តសករាជ1502ការជួននោះស្រុកខ្មែរជាស្រុកចំនួនសៀមនៅឡើយតែងនាំសួយសារអាកោឡើងទៅស្រុកសៀមព្រះចៅសៀមចាត់ព្រះរាជបុត្រមួយព្រះអង្គមាននាមមិនប្រកបឲ្យមកនៅស្រុកខ្មែរដើម្បីមើលការខុសត្រូវធ្វើជាអ្នកត្រួតត្រាខាងពន្ធអាកោគ្រប់យ៉ាងក្រែងស្ដេចស្រុកខ្មែរមានចិត្តមិនត្រង់បំបត្តិសយសារអាកោយកទៅមិនអស់ឬមួយក្រែងស្ដេចខ្មែរមានគំនិតក្បត់មានចិត្តមិនត្រង់នឹងរាជការដោយប្រការណាមួយទើបប្រើព្រះរាជបុត្រពេញព្រះហឫទ័យមកនៅដើម្បីជំនួសព្រះលាតព្រះអង្គចំណែកព្រះរាជបុត្រមានចិញ្ចឹមសត្វថ្មាតមួយថ្មាតនោះមានមារយាទចេះដឹងប្រហែលមនុស្សជាសត្វខុសពីសត្វដទៃធម្មតាចេះស្រឡាញ់ម្ចាស់នាំសារទៅមករវាងស្រុកខ្មែរនិងស្រុកសៀមបានដោយសម្ងាត់មួយព្រះចន្ទរាជាព្រួយព្រះទ័យថាព្រះចៅលោកមិនទុកព្រះហឫទ័យនឹងយើងហើយបានជាលោកចាត់ព្រះរាជបុត្រឲ្យមើលការផ្ទាល់ណាមួយព្រះរាជបុត្រនោះមានការរំលោភបៀតបៀនមិនមានសេចក្តីកាត់ក្រែងបង្គាប់ឲ្យនាំសយឡើងនគរខ្លួនហួសហេតុទ្រង់តូចព្រះហឫទ័យខ្លាំងអត់ទ្រាំពុំបានក៏បង្គាប់ពួកពេជ្ឈឃាតឲ្យចាប់រាជបុត្រស្ដេចសៀមយកទៅសម្លាប់ចោលក្នុងព្រៃនៅពេលយប់អាត្មាតលុះព្រឹកឡើងមិនឃើញព្រះរាជបុត្រជាម្ចាស់របស់វាហើរចុះហើរឡើងរកឃើញខ្មោចនៅក្នុងព្រៃថ្មាតឃើញព្រះទម្រង់វាស្គាល់ច្បាស់ជាម្ចាស់វាក៏ចឹកពំព្រះទម្រង់ទៅស្រុកសៀមថ្វាយព្រះបិតាព្រះចៅទើបឃើញព្រះទម្រង់ទ្រង់យល់ថាព្រះរាជបុត្រព្រះអង្គដល់ទីបង្គត់ហើយរឿងនេះពិតជាស្ដេចស្រុកខ្មែរសម្លាប់ទ្រង់ក្រោធខ្លាំងណាស់ក៏ប្រជុំពួកសេនាធិបតីមួយរំពេចនោះព្រះបន្ទូលប្រាប់តាមរឿងរួចបង្គាប់ឲ្យលើកកងទ័ពមកសងសឹកស្ដេចស្រុកខ្មែរវិញហើយមានព្រះបន្ទូលថាត្រូវតែសម្រាប់ព្រះចន្ទរាជាព្រមទាំងញាតិសាច់សាលោហិតទាំងពួកសេនាធិបតីហើយរឹបអស់យកទ្រព្យសម្បត្តិនិងគៀងពួកបណ្ដារាស្ត្រមកស្រុកសៀមកុំឲ្យសល់កងទ័ពក៏ចេញមកដល់បន្ទាយលង្វែកចូលលំពាត់ចាប់ព្រះចន្ទរាជាសម្លាប់ព្រមទាំងព្រះញាតិចំណែកព្រះនាងប៉ែនជាស្នំក៏ភៀសខ្លួនរួចអំពីគ្រោះថ្នាក់ជាមួយនឹងសេនាបតីមឿងព្រមទាំងភរិយានិងបុត្រ4នាក់ទៀតពួកកងទ័ពសៀងគៀងមនុស្សអំពីស្រុកខ្មែរដោយទាំងព្រះមនាងទៅជាមួយផងទាំងព្រះរាជទ្រព្យមានវិញ្ញាណឥតវិញ្ញាណចំណែកមេដំរីមួយមានកូននៅក្នុងពោះឈ្មោះជំទាវប៉ាល់ប៉ៃដែលជាព្រះទីនាងដ៏ប្រសើរក៏ត្រូវកងទ័ពសៀមគៀងកងពួកសៀមជួននោះមានសេចក្តីព្យាបាទធ្វើបាបខ្មែរអស្ចារ្យណាស់ចាប់មនុស្សដោតស្លឹកត្រចៀកដឹកយកទៅដោយសត្វធាតុស្រីណាមានកូនខ្ចីចាប់ច្រកករុងឲ្យដំរីជន់វាលែងតែមានកូននៅក្នុងពោះលុះទៅដល់ស្រុកសៀមនាំសេចក្តីទៅថ្វាយព្រះចៅដោយសពគ្រប់ដោយសេចក្តីសងសឹកបានសម្រេចដោយប្រាថ្នាព្រះចៅទ្រង់បង្គាប់ឲ្យយកពួកខ្មែរទាំងអស់ទៅនៅមួយក្រុមចិត្តក្រុងហើយសន្មតឲ្យឈ្មោះថាក្រុមខ្មែរអ្នកគ្រូព្រះនាងប៉ែនហាក់ជាស្រីមានបុព្វវាសនាទុកណាជានាងទទួលគ្រោះថ្នាក់ដោយសៀមយកទៅយ៉ាងនឹងក៏ដោយនាងគង់នៅជាស្រីប្លែកអំពីស្រីឯទៀតដោយអំណាចកូនដែលនៅក្នុងគរជាកូនមានឥទ្ធិឫទ្ធិមានបុណ្យគោបណ្ដាឲ្យអ្នកផងចិត្តខាងមានចិត្តទោទនរាប់អានស្រឡាញ់ជួយឧបត្ថម្ភជួយយកអាសានាងគ្រប់យ៉ាងលុះនាងមានគរគ្រប់ខែ10ក៏ប្រសូតបុត្រមកដោយសុខសប្បាយអ្នកចិត្តខាងទាំងប្រុសទាំងស្រីជួយថែទាំផ្ដល់ទឹកក្តៅទឹកត្រជាក់អ្នកណាក៏មិនមានខានដោយអំណាចគុណដេជះបារមីនៃទារកនោះលុះប្រសូតបាន3ថ្ងៃពួកក្រុមញាតិមូមាត់គ្នាឲ្យឈ្មោះកូននោះថាឧទែនចំណែកមេដំរីដែលជាព្រះទីនាងក៏កើតកូនក្នុងថ្ងៃដំណើរទារកនោះដែរតែមេដំរី
នោះផ្ដាច់ខ្សែទន្ទឹងទៅកាត់កូននៅក្នុងព្រៃឆ្ងាយលាក់មិនឲ្យអ្នកណាមួយដឹងឡើយដរាបដល់3ថ្ងៃទើបនាំកូនមកកាន់ទីកន្លែងដើមវិញកូនដំរីនោះមានពណ៌សម្បុរព្រមទាំងរូបរាងល្អប្លែកអំពីដំរីធម្មតាអ្នករសាដំរីនាំដំណឹងទៅក្រាបទូលព្រះចៅគ្រប់សពព្រះចៅពេញព្រះハរតីណាស់ដំណើរពីកុមារឧទានលោកបានអាយុ5ឆ្នាំដឹងសេចក្តីខុសត្រូវខ្លះនឹកភ្នែករកបិតាសួរម្ដាយថាឪពុកខ្ញុំទៅណាពុំដែលឃើញក្មេងគេអាទៀតមានម្ដាយឪពុកខ្ញុំមិនឃើញមានឪពុកដូចគេម្ដាយកាលបើឮកូនសួរដូច្នេះនាងណែនក្នុងទ្រូងអួលអាក់ខ្លាចផ្សានិយាយប្រាប់កូនមិនរួចក៏និយាយបន្លែបន្លប់វៀងរេទៅកុំឲ្យកូនសួរទៀតពីព្រោះខ្លាចក្រែងមានរឿងមិនចិត្តដឹងដល់នៅសេចក្តីអន្តរាយនៃជីវិតកូនចេះតែសួរញយនាងក៏និយាយបង្វេះបង្វៀងមិនឲ្យសួរបានដរាបដល់កូនអាយុ12ឆ្នាំថ្ងៃមួយនាងនឹកថាកូននោះខានប្រាប់បំបានកូននាំតូនទៅកាន់ទីស្ងាត់តែ2នាក់ដំណើររឿងរ៉ាវតាំងពីដើមដល់ចុងកូនស្ដាប់បានយកសេចក្តីសពគ្រប់ប្រាប់ម្ដាយឲ្យអត់ទ្រាំសិនចុះកូននឹងគិតរកមធ្យោបាយមួយដើម្បីនឹងវិលទៅនគរវិញចំណែកកុមារឧទានចាប់ដើមតាំងពីថ្ងៃដែលបានស្ដាប់ពាក្យម្ដាយមកក៏ខំស្វែងរៀនសូត្រវិជ្ជាគ្រប់យ៉ាងមានអក្សរជាអាចផ្លាយពីកុមារធម្មតាថ្ងៃមួយកុមារឧទានចូលទៅសាបគប់នឹងពួកម៉ូដំរីសុំខ្លួនជាអ្នកបម្រើបោសជ្រះរោងដំរីដើម្បីរៀនវិជ្ជាខាងម៉ូដំរីឲ្យស្ទាត់ថ្ងៃមួយព្រះចៅស្ដេចយាងមកទតរោងដំរីឃើញកុមារនោះធ្វើនេះធ្វើនោះដោយយកចិត្តទុកដាក់រហ័សរហួនមានព្រះបន្ទូលថាក្មេងនេះមកពីណាម៉ូដំរីក្រាបទូលតាមដំណើរដោយសពគ្រប់ទ្រង់ពេញព្រះハរតីមានព្រះបន្ទូលប្រាប់ថាចូលមើលក្មេងនេះផងដើមពីថ្ងៃនោះមកកុមារខំយកចិត្តទុកដាក់ធ្វើការដោយណត់ចត់បោសប្រមោអាចដំរីដុតបំពងជាពីរជាជីដើម្បីយកទៅដាំស្ពៃស្ពៃក៏មានគុំធំប្លែកចំណែកអំពីស្ពៃអ្នកស្រុកធម្មតាលុះស្ពៃនោះធំល្មមដកកុមារឧទានដកយកទៅលាងយ៉ាងស្អាតរែកយកទៅថ្វាយព្រះចៅទ្រង់កោតឃើញមានព្រះបន្ទូលថាណែកុមារឯងបានស្ពៃនេះមកពីណាប្លែកពីស្ពៃធម្មតាកុមារក្រាបទូលតាមដំណើរសពគ្រប់ព្រះចៅទ្រង់ប្រទានរង្វាន់និងមុខងារជាអ្នកត្រួតត្រាភ្នាក់ងារខាងដំរីជាកូនមេដំរីឈ្មោះជំទាវប៉ាល់ប៉ៃដែលជាទីនាងដ៏ប្រសើររបស់ព្រះចៅក៏ស្រាប់តែចុះព្រេងមានកិរិយាខុសប្រក្រតីកាចសាហាវមិនព្រមស្ដាប់បង្គាប់ព្រេចមកស្លាប់មិនមានអ្នកឯណាមួយអាចដឹកបានថែមទាំងធ្វើបាបអ្នកស្រុកបោចរោចផ្ទះសម្បែងផ្អើលជ្រួលច្របល់រត់ខ្ចាត់ខ្ចាយចោលទីលំនៅរៀងខ្លួនពួកអ្នកគង្វាលដំរីសេចក្តីទៅទូលព្រះចៅទ្រង់ចាត់ឲ្យស៊ើបសួររកអ្នកណាដែលអង់អាចក្លាហានហ៊ានទៅចាប់ដំរីនោះបានពេលនោះកុមារឧទានឆ្លើយថាខ្ញុំហ៊ានទទួលចាប់ដំរីនោះបានទើបទ្រង់ប្រគល់ការទៅកុមារឧទានចាត់ការយ៉ាងណាឲ្យតែចាប់បានព្រះទីនាងនោះឧទានបង្គាប់ឲ្យប្រមូលដំរី500មកដើម្បីនឹងរើសយកដំរីណាគួរយកមកធ្វើធ្នាក់បានទើបរើសយកមេដំរីសឈ្មោះជំទាវប៉ាល់ប៉ៃពេលចេញទៅចាប់កុមារឧទានបង្គាប់ឲ្យរៀបពិធីបួងសួងសែនព្រេនអថឹកអ្នកស្រុកផ្អើមកមើលក្រឹកកងពីពេញមីដេដាស់លុះសែនព្រេនរួចកុមារឧទានបង្គាប់ឲ្យយកចេក3ស្និតអំពៅ3បាច់ពេលទៅដល់ព្រះទីនាងស្ទុះមករកហាក់ដូចជាប្រុងនឹងព្រេកតែបែរទៅជាក្រាបថ្វាយបង្គំវិញដោយអំណាចដេជៈបុណ្យបារមីនៃឧទាននិយាយទូមានប្រដៅថាទីនាងឯងតាំងពីថ្ងៃនេះទៅលះបង់វិញ្ញាណអាក្រក់ចេញទៅត្រូវធ្វើឲ្យស្លូតល្អដូចអំពីដើមឲ្យចេកនិងអំពៅស៊ីរួចនិយាយថាឯងទៅតាមយើងថាតែប៉ុណ្ណេះស្រាប់តែដំរីដើរតាមទៅដោយស្រួលឥតចាំបាច់ចងអ្វីឡើយហាក់ដូចជាម៉ូចាស់យូរមកហើយ
ចាប់តាំងពីថ្ងៃដែលទៅយកព្រះទីនៀងមកព្រះចៅទ្រង់ប្រទានរង្វាន់ឲ្យឧទាននិងប្រទានងារថាជ័យអស្ចារ្យជាសេនាខាងទ័ពដំរីនិងខាងតាក់ដំរីព្រៃពួកអ្នករាជការទទួលស្គាល់ខ្លាចអំណាចឧទានថាជាអ្នកមូមុតស្ទាត់ជំនាញខាងម៉ូដំរីសូម្បីតែពេលចេញទៅតាក់ដំរីព្រៃម្ដងមិនចាំបាច់មានគ្នាច្រើនប្រមាណក៏ទៅតាក់បានដែរហាក់ដូចជាហៅមកបានព្រះចៅទ្រង់ពេញចិត្តនឹងទុកព្រះハរតីលើជ័យអស្ចារ្យប្រហែគ្នានឹងព្រះជាបុត្ររបស់ព្រះអង្គលុះដល់អាយុ16ឆ្នាំជ័យអស្ចារ្យភ្នែកនឹកដល់បំណងដើមក៏រំពឹងគិតរកឧបាយណាមួយនឹងដោះខ្លួនចេញអំពីកំដាប់ដៃសៀមហើយទៅនៅស្រុកខ្មែរសោយរាជស្នងព្រះបិតានឹងនាំយកមនុស្សអំពីស្រុកសៀមទៅស្រុកខ្មែរវិញព្រមទាំងទ្រព្យសម្បត្តិមានវិញ្ញាណអត់វិញ្ញាណទៅឲ្យអស់អំពីស្រុកសៀមឲ្យបានសម្រេចដោយសេចក្តីបំណងទើបដើរនយោបាយចាប់មនុស្ស15នាក់ដែលជាមនុស្សទុកចិត្តស្និទ្ធស្នាលដូចបងប្អូនបង្កើតធ្វើជានឹងជើងដំរីឲ្យយកជាច្រកអាចដំរីជួនឲ្យណែនទុកឲ្យស្ងួតចាត់រាយតាមស្ទឹងឬផ្លូវយកឈើជើងដំរីដើរសង្កត់ជាស្នាមដានដូចជាដំរីដើរមែនដើម្បីឲ្យអ្នកស្រុកឃើញហើយនាំព័ត៌មាននោះក្រាបទូលព្រះចៅនឹងចាត់ឲ្យសេនាជ័យអស្ចារ្យខ្លួនទៅតាមតាក់មិនខានយ៉ាងទៀតដើម្បីឲ្យពលដែលព្រះចៅចាត់ឲ្យទៅជាមួយជឿជាក់ក្នុងចិត្តថាជាដានដំរីពិតមែនចំណែកអ្នកស្រុកលុះឃើញដានជើងដំរីនឹងអាចធំអណ្ដែតតាមទឹកមកដូច្នេះក៏នាំសេចក្តីនោះទៅក្រាបទូលព្រះចៅទ្រង់ប្រើជ័យអស្ចារ្យឲ្យទៅតាមតាក់ដំរីព្រៃដែលមានដានជើងធំនោះជ័យអស្ចារ្យក្រាបទូលថាសូមព្រះមេត្តាប្រោសបើទ្រង់សពព្រះតីចង់បានដំរីធំបែបនោះលុះតែមានគ្នាច្រើននឹងដំរីធ្នាក់ដ៏ច្រើនហើយឲ្យមនុស្សដែលទៅជាមួយទូលព្រះបង្គំទាំងប្រមាណស្ដាប់បង្គាប់ទូលបង្គំទើបធ្វើការនោះបានពេលចេញទៅសូមព្រះអង្គមេត្តាអនុញ្ញាតឲ្យធ្វើពិធីបួងសួងខងឲ្យមានជោគជ័យព្រះចៅទ្រង់អនុញ្ញាតគ្រប់សំណពរប្រគល់ការនោះឲ្យជ័យអស្ចារ្យតាមត្រូវការធ្វើបែបណាស្រេចទៅលើជ័យអស្ចារ្យចោះលុះរៀបពិធីរួចហើយព្រះចៅប្រទានព្រះខ័នស័ក្តិឲ្យអំណាចចេញបើឈ្មោះណាមិនស្ដាប់បង្គាប់ត្រូវសម្លាប់បានចេញទៅបានចំនួន15ថ្ងៃដល់ពាក់កណ្ដាលផ្លូវមកស្រុកខ្មែរជ័យអស្ចារ្យធ្វើសារទៅក្រាបទូលព្រះចៅវិញថាសូមទ្រង់មេត្តាប្រោសទូលបង្គំជាខ្ញុំតាមតាក់ដំរីនោះកាន់តែឃើញដានគៀកហើយតែអស្បៀងសូមព្រះអង្គមេត្តាប្រោសព្រះរាជទានបញ្ជូនមកឲ្យឆាប់ដើម្បីនឹងធ្វើការឲ្យបានសម្រេចដោយបំណងព្រះចៅទ្រង់ព្រះរាជទានតាមសេចក្តីសុំដោយរួរាន់ដោយបំណងចង់បានដំរីនោះពេកភ្លេចគិតអំពីការខាត់បងទ្រព្យព្រះរាជទ្រព្យឬសង្ស័យដោយហេតុណាមួយឡើយជ័យអស្ចារ្យលុះបានទទួលស្បៀងបន្ថែមអំពីព្រះចៅក៏បន្តដំណើរទៅទៀតចំនួន5ថ្ងៃក្រោយមកក៏បានមកដល់ស្រុកបាត់ដំបងដែលជាដីខ្មែរមានស្រុកជិតឆ្ងាយគ្រប់តំបន់រត់មកចោះចូលថ្វាយខ្លួនជាពោសេនាព្រមទាំងសេនាចាស់ម្នាក់ធ្លាប់បម្រើព្រះវរបិតាឈ្មោះមឿងនិងកូនប្រុស4នាក់បានចូលមកថ្វាយខ្លួនដែរក៏មានមនុស្សច្រើនល្មមតទល់នឹងព្រះចៅសៀមបានជ័យអស្ចារ្យក៏សរសេរសម្បត្តិចងនឹងគោដំរីប្រើឲ្យទៅអញ្ជើញម្ដាយមកស្រុកខ្មែររួចចងកបជំទាវប៉ាល់ប៉ាយទៅទទួលម្ដាយមេតបទៅដល់កន្លែងម្ដាយមេដំរីទៅដល់កន្លែងម្ដាយពេលពាក់កណ្ដាលអត្រាតមេដំរីវាទម្លាក់បំពង់3ដងម្ដាយភ្ញាក់នឹកស្មានថាកូនត្រឡប់មកវិញក៏អុជភ្លើងបំភ្លឺមើលតែមិនឃើញកូនឃើញតែសម្បត្តិមើលដឹងសេចក្តីសពគ្រប់ហើយរៀបដំណើរឡើងជិះមេដំរីយ៉ាងប្រញាប់ខំស្រោតឲ្យជួបនឹងកូននៅស្រុកបាត់ដំបងទើបជ័យអស្ចារ្យប្រកាសខ្លួនឲ្យអ្នកស្រុកដឹងច្បាស់ថាខ្លួននឹងហើយជាព្រះរាជបុត្ររបស់ព្រះចន្ទរាជាគង់នៅបន្ទាយលង្វែកឥឡូវនេះវិលមកគ្រងរាជស្នងព្រះបិតារឿងនេះមិនបានស្ងាត់
ជ្រាបដល់ព្រះចៅសៀមទ្រង់ព្រះពិរោធយ៉ាងខ្លាំងពន់ពេកនឹងតូចព្រះតីក្រៃលែងទ្រង់ប្រជុំពួកសេនាយោធាមកប្រាប់ថាជ័យអស្ចារ្យប្រើឧបាយកបោកបញ្ឆោតយកព្រះខ័នសឹកព្រមទាំងទ្របមានវិញ្ញាណអត់វិញ្ញាណរត់ទៅស្រុកខ្មែរហេតុនេះត្រូវលោកតបតាមទៅដណ្ដើមយកមកវិញឲ្យបានហើយចាប់ជ័យអស្ចារ្យសម្លាប់ឲ្យផុតពូជព្រះចន្ទរាជាព្រមទាំងពួករាជការទាំងអស់ប៉ុន្មានគុំឲ្យសល់ជ័យអស្ចារ្យបានដំណឹងច្បាស់ថាព្រះចៅលើកទ័ពមកតាមដូច្នេះទ្រង់ជំនុំនឹងសេនាធិបតីថាឥឡូវពលសេនាយើងនិងគ្រឿងអាវុធយុទ្ធភ័ណ្ឌរបស់យើងពុំបរិបូរណ៍តែអ្នករាល់គ្នាគិតរូបឧបាយកបែបណាឲ្យបានមានជ័យជំនះពេលនេះសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលធានាអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានទល់នឹងតបសៀមដោយឧបាយមួយដល់ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅកានពលខ្មោចធ្វើជាតបច្បាំងសៀមទើបបង្គាប់ឲ្យជីករណ្ដៅទំហំ4ម៉ែត្រ4ជ្រុងជម្រៅ4ម៉ែត្ររួចឲ្យដាក់គ្រឿងសព្វាវុធក្នុងរណ្ដៅនោះដើម្បីនឹងលោតឲ្យជ្រុងស្លាប់ក្នុងរណ្ដៅតែនៅពេលមុននឹងលោតសម្លាប់ខ្លួនសេនាមឿងបង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យអាវ៉ាតលោកប្រកាសថាសូមឲ្យអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីខ្មែរឲ្យបានរួចពីកណ្ដាប់ដៃនៃបច្ចាមិត្តចំណែកខ្ញុំធានាខាងទ័ពខ្មោចសូមអស់លោកសង្ឃឹមទុកចោះបើខ្ញុំស្លាប់ទៅបាន7ថ្ងៃឬសូរសន្ធឹកហូរកញ្ជ្រៀវ3ដងដូចជាសំឡេងផ្គររាន់យើងនឹងមានជ័យហើយលោតចុះក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នេះកូនលោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7ថ្ងៃលួនលឺសូរសន្ធឹកដោយការផ្ដាំមែនទ័ពសៀមចូលដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសប្តាហ៍ថ្ងៃហៅអូស្វាយដូតកែវជួនគ្នានឹងទ័ពជ័យអស្ចារ្យទ័ពខ្មោចចេញសម័យរិទ្ធធ្វើឲ្យពោសៀមវិលមកចុកពោះចុកក្អួតដួលខ្លួនឯងស្រស់ទ័ពព្រះជ័យអស្ចារ្យចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសារក្រាបទូលព្រះចៅតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសពថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកព្រះជ័យអស្ចារ្យបានទទួលរាជជាអភិសេកខ្សោយរាជនិងទទួលនាមថាព្រះជ័យចេស្តាព្រះចៅក្រមកម្ពុជាអធិបតីគង់នៅបន្ទាយជ័យលុះព្រះអង្គបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់ឃើញដល់គុណអការៈសេនាមឿងដែលស៊ូបដូរជីវិតចំពោះព្រះអង្គនិងចំពោះទឹកដីខ្មែរទ្រង់ចាត់ឲ្យធ្វើបុណ្យឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់សេនាមឿងយ៉ាងអឡារឹកអស្ចារ្យជាប់ជាទំនៀមដរាបដល់មកសប្តាហ៍ថ្ងៃនេះហៅថាធ្វើបុណ្យឡើងអ្នកតាឃ្លាំងមឿងវិញសូមអរ